Châm rệp xua nâng số sợi từ càn bụng bài bóng ôn nè tổ sna videoទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើសម្លម្ជូរគ្រឿងរូបមន្តម្ដាយខ្ញុំបានជាខ្ញុំថារូបមន្តម្ដាយខ្ញុំព្រោះអីខ្ញុំឃើញម្ដាយរបស់ខ្ញុំធ្វើទៅខ្ញុំរៀនធ្វើតាមកាត់មកមុនដំបូងយើងដាក់ខ្លាញ់ចឹងក្តៅហើយយើងដាក់គ្រឿងដែលយើងបុកចូលមកគ្រឿងបុកនេះគឺធម្មតាទេបងប្អូនគ្រឿងបុកគឺមានគល់ស្លឹកគ្រៃមានដេងម្ទេសខ្ទឹមសស្លឹកក្រូចហើយខ្ញុំបន្ថែមសណ្តែកដីហើយនិងអំពិលទុំចូលផងដែរពេលដែលម្ដាយរបស់ខ្ញុំគាត់ធ្វើក៏ដាក់សណ្តែកដីចូលទៅវាឈ្ងុយវាឆ្ងាញ់ខ្ញុំចូលចិត្តហូបក៏ដាក់បន្ថែមទៀតវាអាចខុសប្លែកពីបងប្អូនធ្វើប៉ុន្តែឆ្ងាញ់បងប្អូនអាចសាកល្បងមើលបានពីគោគ្រឿងរហូតដល់ឈ្ងុយគោចុះគោឡើងរហូតដល់ឈ្ងុយគោហើយយើងដាក់សាច់របស់យើងចូលនេះមានជ្រូក3ចិនចិត្តខ្លាញ់ផងដែរបាទគោរហូតគោសាច់ជាមួយនឹងគ្រឿងរបស់យើងឲ្យចូលសព្វសាច់បើពុកម៉ែបងប្អូនពេញចិត្តវីដេអូរបស់ខ្ញុំបាទពុកម៉ែបងប្អូនជួយចុច Subscribe ម្នាក់មួយផងបងប្អូនព្រោះអីខ្ញុំទើបតែសាកល្បងរៀនធ្វើវីដេអូឥឡូវនេះយើងកូរគ្រឿងឲ្យសព្វសាច់ចូលគ្នាមួយសាច់របស់យើងបានស្មើសាច់គ្នាល្អគោចាស់គោឡើងមកត្រឡប់ចុះត្រឡប់ឡើងហើយយើងគ្របខ្ញុំវាទុកមួយសន្ទុះឲ្យសាច់របស់យើងចាប់ផ្ដើមឆ្អិនបណ្ដានៅសាច់របស់យើងរាំងសព្វបន្តិចហើយយើងចាប់ផ្ដើមកូនទៅទៀតហើយយើងនឹងដាក់គ្រឿងចូលតែម្ដងគ្រឿងមិនមានអីច្រើនទេបងប្អូនគ្រឿងទេសរបស់យើងមានតែទឹកត្រីហើយនឹងប៊ីចេងហើយបើបងប្អូនចូលចិត្តស្ករដាក់ស្ករបន្តិចទៅឥឡូវខ្ញុំដាក់ទឹកត្រីចូលអត់ដាក់ច្រើនទេបងប្អូនព្រោះយើងដាក់ហុកថែមយើងបានដាក់ហុកផងដែរយើងដាក់ទឹកត្រីចូលហើយនឹងប៊ីចេងដាក់ប៊ីចេងបន្តិចមកបើបងប្អូនចូលចិត្តច្រើនដាក់ច្រើនប៉ុន្តែអ្នកខ្លះគេអត់ហូបប៊ីចេងខ្លះក៏គេប្រើតែស្ករប៉ុន្តែខ្ញុំអត់បានដាក់ស្ករទេបងប្អូនដាក់តែប៊ីចេងហើយកូរចុះកូរឡើងបន្ថែមទៀតឲ្យគ្រឿងហើយនឹងសាច់របស់យើងចូលគ្នាល្អក្រោយពីយើងកូរវាសព្វសាច់គ្រឿងជាមួយគ្នាល្អហើយយើងងុំវាទុកមួយសន្ទុះហើយឥឡូវយើងបើកវាមកវិញមកហើយយើងកូរវាបន្តិចមកគឺយើងដាក់ទឹកចូលបងប្អូនប៉ុន្តែខ្ញុំស្លនេះគឺអត់ដាក់ទឹកច្រើនទេបងប្អូនគឺដាក់ទឹកមួយល្មមដាក់ទឹកប៉ែកស្មើជាមួយនឹងសាច់តែបន្តិចបងប្អូនដាក់តិចទៀតបើដាក់ច្រើនពេកក៏មិនសូវល្អព្រោះអីគ្រឿងវាអត់សូវជាតិវាអាចបែករសជាតិអញ្ចឹងដាក់តែល្មមដាក់ទឹកល្មមដាក់បល្មមសមាមាត្រគ្នាជាមួយសាច់បងប្អូនអមដាក់ច្រើនពេកមើលទៅទឹកថ្លាវាអត់គួរឲ្យចង់ញ៉ាំយើងដាក់ទឹកល្មមហើយយើងកូរវាចូលសព្វគ្នាបាទហើយយើងគ្របវាទុកមួយសន្ទុះទៀតក្រោយពីយើងគ្របវាទុកមួយសន្ទុះឥឡូវយើងបើកគម្របហើយឥឡូវសាច់របស់យើងឆ្អិនបានល្អហើយយើងដល់វាដាក់តកួនចូលបន្លែរបស់យើងបន្លែរបស់ខ្ញុំថ្ងៃនេះគឺមានតកួនដាំខ្លួនឯងនៅក្រោយកុដខ្ញុំនៅខ្ញុំស្នាក់នៅវត្តមកធ្វើការក្រៅស្រុកហើយឆ្ងាយផ្ទះទៅមកស្នាក់នៅវត្តហើយក៏បានឆ្លៀតដាំតកួនដាំបន្លែស្ពៃអីតិចតួចទុកហូបខ្លួនឯងបងទិញគេក៏ចំណាយលុយហើយយើងហូបរបស់គីមីអាចប៉ះពាល់ដល់សុខភាពយើងដាំខ្លួនឯងទៅដាក់ជីធម្មជាតិហើយយើងកូរសាច់ជាមួយបន្លែរបស់យើងឲ្យចូលគ្នាយើងគ្របបន្ទុះឲ្យបើកមកវិញដល់វាដាក់ម្រះប្រូបងប្អូនឥឡូវដាក់តិចទៀតខ្ញុំដាក់ម្រះប្រូចូលហើយយើងកូរឲ្យសព្វសាច់គ្នាទៅវារួចរាល់ជាស្រេចវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនសូមអរគុណបើពេញចិត្តកុំភ្លេចជួយចុច Subscribe មួយផងបងប្អូនសូមអរគុណសូមជម្រាបលា